នីតាគឺជាក្មេងស្រីម្នាក់រស់នៅភូមិតូចមួយក្បែរជើងភ្នំគ្រួសាររបស់នាងពឹងផ្អែកលើការលក់ផ្លែឈើនិងឱសថពីព្រៃជុំវិញថ្ងៃនេះកិច្ចការរបស់នាងគឺទៅប្រមូលទំពាំងបាយជូរទុំចុងក្រោយពីវិលមួយដែលដុះលួនពីលើផ្ទាំងថ្មខ្ពស់នាងដើរទៅជិតវិលនោះដោយក្តីរីករាយរំពឹងថានឹងបានឃើញផ្លែទំពាំងបាយជូរពណ៌ស្វាយស្រស់ស្អាតជាច្រើនចុងកោងភ្ជួរនៅទីនោះតែជាអកុសលពួកវាភ្ជួរខ្វល់ផុតពីដៃនាងនីតាព្យាយាមលោតព្យាយាមលូកដៃហើយក៏ព្យាយាមប្រើម៉ែឈើស្ងួតវែងមួយមកវាយទំពាំងដែរតែគ្មានអ្វីបានផលឡើយផ្លែទំពាំងបាយជូរនៅតែខ្ពស់ហួសពីលទ្ធភាពរបស់នាងអារម្មណ៍ខកចិត្តចាប់ផ្ដើមកើតឡើងហើយនាងក៏អង្គុយចុះដោយអស់សង្ឃឹមដោយគិតថាប្រហែលជាវាមិនអាចទៅរួចសម្រាប់ខ្ញុំទេនីតាអង្គុយមួយសន្ទុះធំដោយមានអារម្មណ៍ថាពន្លឺថ្ងៃចាំមកលើផ្ទៃមុខនាងសម្លឹងមើលស្រមោចមួយក្បាលដែលកំពុងព្យាយាមអូសស្លឹកឈើមួយសន្លឹកដែលធំជាងខ្លួនវាឆ្ងាយណាស់ស្រមោចនោះមិនបានបោះបង់ការព្យាយាមឡើយទោះបីជាវាដួលច្រើនដងក៏ដោយវាផ្លាស់ប្ដូរទីតាំងស្លឹកឈើព្យាយាមអូសពីមុំផ្សេងៗហើយយឺតតែច្បាស់វាក៏ចាប់ផ្ដើមរំធ្វើស្លឹកឈើនោះបានបន្តិចម្ដងការសង្កេតនេះបានជំរុញឲ្យនីតាគិតអ្វីមួយស្រមោចនោះមិនបានបោះបង់គោលដៅរបស់វាឡើយគឺការរំធ្វើស្លឹកឈើប៉ុន្តែវាបានផ្លាស់ប្ដូរវិធីសាស្ត្ររបស់វានីតាសម្លឹងមើលកាន់ជ្រោមទទេរបស់នាងម្ដងទៀតរួចក៏មានតែមើលផ្លែទំពាំងបាយជូរនាងគិតអំពីអ្វីដែលនាងមានគឺភាពរហ័សរហួននិងប្រហែលជាឧបករណ៍ខ្លះៗនៅកន្លែងនោះរបស់នាងបានប្រឡេកឃើញដើមឫស្សីមួយដើមដែលងាប់ដេកនៅលើដីកន្លែងនោះវាមានប្រវែងវែងជាងម៉ែឈើស្ងួតដែលនាងបានតែមុននេះឆ្ងាយណាស់ហើយមើលទៅរឹងមាំទៀតផងនាងក៏រត់ទៅយកវាហើយត្រឡប់មកកន្លែងដើមលើកនេះនាងបានឈរនៅលើថ្មរាបស្មើមួយដែលខ្ពស់ជាងបន្តិចដើម្បីបង្កើនកម្ពស់របស់នាងកាន់ដំបងឫស្សីនោះដោយដៃទាំងពីរហើយតម្រឹងទៅរកចំកោមទំពាំងបាយជូរដែលខ្ពស់ជាងគេចំកោមទំពាំងបាយជូរពណ៌ស្វាយមួយបានរង្គើនាងបានព្យាយាមរុញវាម្ដងហើយម្ដងទៀតរហូតដល់វាបានរបូតចេញពីវិលហើយធ្លាក់ចូលក្នុងកាន់ជ្រោះរបស់នាងដែលបានរៀបចំនៅខាងក្រោមនាងរួចក៏ងាកទៅមើលវិលទំពាំងបាយជូរម្ដងទៀតនាងនឹកឃើញស្រមោចវិញហើយដឹងថាពាក្យថាមិនអាចទៅរួចគឺគ្រាន់តែជារបាំងមួយដែលយើងបង្កើតឡើងសម្រាប់ខ្លួនឯងប៉ុណ្ណោះ